อดเมียนนึกรัวทัวรัวอาไอ้ที่จำแต่ดอลแต่เปลยมนั่งยมนายมในจังเตยสาวสังเรงรีนรีปลวกกาปลอดปลาจ่าไว้ไว้ได้จิตีเป็นจัดนั่งอีพรัวมาดูจะดับพญาสิกระไดซอกพญาชีวิตชีวาชีมวยขี้นั่งอาการเป็นจัดนั่งบ่จะตีสลายนั่งแต่นั่งได้ปัญญามันตอนก้าวไปอัดตอนเมียนตีปึงกันระบอบต่างอ้อนั่งกระนั้นมาเปลมาเคลียกันนะโดยที่มันลบปุโป้ไอ้จังเตยยังนั่งแต่จับโยปุโป้นั่งเอาที่มันลบมัดจัดประกอบไปเชียไอ้มันบานเตเมนโดยกดสลาไปไปเชียไอ้เจ้าเห็นนะนั่งอย่างนั้นมันเรื่องสิกระไดซอกปกติเตยจะมวยนั่งระบอบได้จะตีเป็นชัดเมื่อครั้งในมาเปลมาเคลียในกาบานชูบานประสอบนั่งแต่ปัดนั่งไอ้น่ะระบอบต่างอ้อนั่งเตยปลายปลุกเตยต่างน่ะนั่งไงคุณชักเธอไอ้จังมวยโลกนักกรรมการนั่งอูอ๋อจังตำรวจไปเรียตำแหน่งประทัวติดเต๋อหนานั่นไงก็น่าจัดกาไอ้เธอไอ้จำตำแหน่งประทัวรุ่ยประทิชันน่ะแต่คำยำเตะหรืออัตโนมัติตำแหน่งทัวนั่นน่ะก็là dân prom priên khné miền tây miền tâyจะยำนะยำกันนะเคยขนมสิบพื้นđãเกณฑ์คนจ้ามาองตุ่มใบเป็นเต็มไอ้ได้เลยในขนมกรรมวิธีได้มาองตุ่มใบกันละก็ได้จังก็จำnhiệtโยมไอ้กระมาองไอ้จำเตยจังนะเอาแต่บานดาวมาองตุ่มใบกันละแล้วตุ่มใบสามติดบุญสามติดปรำเนี่ยดีเอาแต่ถ้าบานสรุปกรรมวิธีตามนั่งเจ้าตุ่มใบกันละก็กันละก็ตั้งแต่ถ้าเอาแต่เปย์สำได้แต่ทั่วคือเก็บเปย์ดับทั่วจังแต่เจ้านะนำไปเอาแต่ทั่วนั่งเมียนดำนากาบุกเปิดเตยบุพมันเมนเชียขยมประกาศนะยำบาดเทตัวทัวแต่ได้ยังไตรกรุบจังออกคนนี้คือกรุบอย่างเนี้ยสำได้กรุบอย่างเนี้ยสดับนะนั่นคือการได้ยังกรุบกรรมวิธีนั่นบุกเปิดเตยช่างอย่างไอ้ก็เอาการสำได้นั่นเมียนสมาธิละอนึกเคยท่านะพุทธบริษัทนั่งเมียนการกรุบสดับแต่จังเตยแบบบานทัวนั่งละอนะทัวนะบานโจในโจสกใดไอ้หล่ออัดตุกขนมใส่อัดนั่งที่ไอจะซาถ้าตัวทัวนั่งสันได้ในวัดไปgần tôi nâng lò na chẳng tề và ca thành đáy về tiện tuồng từ nâng địa sẽ đáp nè đấy về châu đào sầm mạt thị nông ca thành đáy thua để ca thành đáy thua nâng ca đáp thua châu cái nông kia và nia mà dẹ bọt địa sẽ đáp về châu cái nông kia và nia đã cái nó kia và nia sẽ đáp thua nó cái điểmคือตั้งจัดโยสิกได้ในประทัวตั้งจัดไปจัดมูลขนมประทัวโจขนมเพวันนี้เมียะบ่นนั่งเปรียสมาสัมพุทธนั่งเปรียอัตกถาเดินบานประกาศสันได้ขนมไอใจบุตรกะได้ดอกเลยหาสบายก็นะจังการซ้อมการอบรมเดินแต่อ่อนละอละอกละเอิญเตยนะโดย
ពុទ្ធគារវតាការដែលយើងធ្វើនឹងគោរពក្នុងពុទ្ធធម្មគារវតាការគោរពក្នុងពធសង្ឃគារវតាការគោរពក្នុងព្រះសង្ឃអបមាទគារវតាការគោរពក្នុងសេចក្តីមិនប្រមាទនេះសិក្ខាគារវតាការគោរពក្នុងត្រៃសិក្ខាសិលសមាធិបញ្ញាបដិសន្ធារៈគារវតាការគោរពនៅក្នុងបដិសន្ធារៈមាន2អាមិសៈបដិសន្ធារៈទទួលទៅដោយបច្ច័យ4ហើយនឹងធម្មៈបដិសន្ធារៈទទួលទៅដោយព្រះធម៌នឹងសេចក្តីគោរពនឹងឯងរមែងចម្រើនច្រើនឡើងក្នុងពុទ្ធបរិស័ទរហូតដល់ទៅគ្រប់គ្រាន់បរិបូរណ៍ទៅក្នុងព្រះអរិយបុគ្គលតាមលំដាប់ដល់ទៅព្រះអរហន្តចឹងគណាដោយសេចក្តីគោរពហ្នឹងចឹងសេចក្តីនៃពធខ្ញុំបកណ្ដាខ្ញុំបាទនឹងមានបំណងជ្រះថ្លាដើម្បីអរតនាអំពីប្រកម្មដ្ឋានណាចឹងបានជាមានបំណងដើម្បីឲ្យយើងមានសមាធិក្នុងការស្ដាប់ពធពីព្រោះយើងធ្វើបុណ្យឆ្លងជំនូគឺពុទ្ធេពិសេសនឹងក្នុងសាលាដ៏ធំល្អតែមិនងាយកសាងបានទេសាលាប៉ុណ្ណឹងចឹងដល់តែមានការចូលរួមឧបត្ថម្ភមកមួនណាស់ហើយការគ្រប់គ្រងការដឹកនាំរបស់គុណម្ចាស់នឹងក៏ល្អចឹងគឺតែកាលណាខ្វះសមត្ថភាព4-5 ឆ្នាំហើយឡើងត្រឹមតែសសរហ្នឹងនៅតែប៉ុណ្ណឹងកឋិនក៏បាន3-4 លានអីចឹងទៅណាមិនងាយកសាងបានទេចឹងណាតែយើងកសាងបានចឹងទៅក៏សម្រាប់មានជាការគូគំនូតម្កល់ពុទ្ធរូបពុទ្ធបរិមាហើយប្រើប្រាស់បានណាខ្ញុំកណ្ដាលបាទជ្រះថ្លាជាមួយនឹងសាលាធម្មសភាចឹងក្រៃលែងណាស់ព្រះសង្ឃក៏និមន្តគង់នៅស្ទើររាល់ថ្ងៃចឹងមុនឆាន់មុនសម្ដែងពធណាហើយញាតិញោមជ័យប្រុសទាំងអស់ធ្វើបុណ្យណាបន្តគ្នាបុណ្យមេកបូជាវិសាខបូជាអីចឹងទៅចឹងចូលឆ្នាំណាកម្មបិណ្ឌភ្ជុំបិណ្ឌតេខិណានុពទានថ្ងៃសិលឧបោសថដាប់ពធទេសនាគឺអ្នកដែលប្រើប្រាស់នៅឧបឋានសាលាឬក៏សាលាធម្មសភានឹងសុទ្ធតែជាអ្នកល្អចឹងណាត្រួតត្រងនៅសីលាធិគុណមានសីលគុណជាដើមហ្នឹងល្អអញ្ចឹងអ្នកប្រើប្រាស់ចឹងអ្នកប្រើប្រាស់នៅសេនាសនៈហ្នឹងជាអ្នកមានសិលមានសមាធិវាសំខាន់ត្រង់កន្លែងហ្នឹងបានជាថាយើងពេញចិត្តព្រោះណាហើយតទៅពុទ្ធបរិស័ទបានណាចាប់ផ្ដើមឬក៏ចូលរួមក្នុងការកសាងសមិទ្ធិអីក្នុងវត្តកុដិសាលាព្រះវិហាររបងខ្លងទ្វេអីហ្នឹងដើម្បីឆ្លងបុណ្យកុសលដែលយើងបានធ្វើហ្នឹងគឺយើងរក្សាសិលណារក្សាសិលរហូតអស់ជីវិតជីវ៉ាទៅដើម្បីយើងឆ្លងបុណ្យរបស់យើងផងណាហើយយើងជប់លៀងឲ្យជីវិតរបស់យើងនឹងផងទាំងព្រោះណាយើងមិនដឹងជាថាបានអីឲ្យសំខាន់ក្នុងជីវិតនេះដូចជាការដែលយើងធ្វើទានរក្សាសិលស្ដាប់ពធអប់រំចម្រើនភាវនានេះទេព្រោះបើមិនប្រើប្រាស់ឲ្យប្រព្រឹត្តទៅជាប្រយោជន៍ដូច្នេះជីវិតក៏ត្រូវបាត់បង់ទៅមួយថ្ងៃអស់ទៅមួយខែអស់ទៅមួយឆ្នាំអស់ទៅណាដោយកូនចៅយើងអីបាត់បង់ជីវិតណារាប់រយនាក់របួសក៏រាប់រយនាក់អីនៅស្ពាន
កោះពេជ្រនឹងយើងមានមរណសតិនឹករលឹកឃើញដល់ក្តីស្លាប់កណាធ្វើបុណ្យកុសលឧទ្ទិសទៅដល់កូនចៅយើងហ្នឹងជាកូនចៅពុទ្ធបរិស័ទអ្នកស្ដាប់ធម៌ស្ដាប់អាអីហ្នឹងចឹងហើយសពសត្វទាំងអស់ដែលស្រឡាញ់ការរស់ប្រាថ្នាសេចក្តីសុខហ្នឹងហើយយើងក៏មានមរណសតិគឺណាបានបុណ្យកុសលហ្នឹងទំនុកបំរុងឲ្យរស់នៅបានមកដល់ប៉ុណ្ណេះគឺឆ្លងកាត់ជំរងរបស់មច្ចរាជនឹងរាល់ដង្ហើមចេញចូលទៅព្រោះគ្រប់ដង្ហើមចេញចូលគ្រប់ថ្ងៃគ្រប់ពេលសឹកតែពេលស្លាប់ទាំងអស់ហើយយើងអាចឆ្លងកាត់បានមកដល់ប៉ុណ្ណឹងឆ្លងកាត់សម័យលោកពោធិ៍ទៀតចំណាស់40ជាងអីទៅនឹងដឹងរឿងរ៉ាវហ្នឹងដូច្នេះផប់សំណាងក្រៃលែងត្រង់ដែលថាបាននៅជីវិតរស់នឹងឯងក៏ប៉ុន្តែគឺនៅវានៅត្រង់ដែលថាយើងបានជីវិតនៅរស់ហើយតើជាប្រយោជន៍អីពីការបានជីវិតហ្នឹងមិនមែនយើងគ្រាន់តែយល់រស់នឹងមកថាគ្រាន់បើនោះទេគ្រាន់បើអីបើយើងអត់បានប្រើឲ្យជាប្រយោជន៍មួយថ្ងៃអស់មួយខែអស់ដូចតែគ្នារួចទៅបាត់បង់ជីវិតចោលវាអត់បានប្រយោជន៍អីអាហ្នឹងក៏មិនប្រសើរឡើយអញ្ចឹងបានថាដែលយើងនៅរស់ហើយយើងកុំចិត្តទៅទៀមទាអីតែហេតុទៅហប់ណាដោយអំណាចលោភៈដោយអំណាចតណ្ហាក្នុងចិត្តនឹងពេកចឹងបានរស់ហើយនឹងគឺសំណាងណាស់ហើយព្រោះទីបំផុតយើងឲ្យតែបានជីវិតរស់អស់ទ្រព្យសម្បត្តិអីមិនបានលៀបមិនបានយសអីក៏មិនបានទៅចុះអានឹងដល់ទីបំផុតឲ្យតែបានរស់អានឹងឥឡូវយើងបានរស់ហើយការរស់នៅនឹងក៏សមរម្យក្នុងការរស់នៅដោយការចិញ្ចឹមជីវិតសេដ្ឋកិច្ចគ្រួសារអីក៏ប្រព្រឹត្តទៅទោះជាស្ថិតនៅក្នុងសេចក្តីប្រឹងប្រែងព្យាយាមដោយការចិញ្ចឹមជីវិតអីម្ដេចម្ដាហៅថាឧទ្ធានជីវីចិញ្ចឹមជីវិតដោយក្តីព្យាយាមហ្នឹងក៏សូមឲ្យមានសិលក្នុងការរស់នៅអាហ្នឹងបានជីវិតហ្នឹងវាមានជាសារៈលំសាសារៈលំសារនៃជីវិតហ្នឹងគឺការប្រព្រឹត្តធម៌បើមិនចឹងទេយើងកុំគិតថាយើងក្រាន់បើជាងអ្នកដែលស្លាប់ទៅនោះអីបើរស់នៅដោយអត់មានសិលរស់នៅដោយអត់បានចម្រើនទៅដោយការចេះដឹងក្នុងផ្លូវគុណធម៌សីលធម៌គឺណាអានឹងមិនប្រសើរអីគ្រាន់តែបានរស់នោះឡើយហើយវាអាចជាការសន្សំបាបវាអាចជាការចម្រើនទៅដោយបាបកម្មពីវេរាពីការដែលនៅរស់នឹងទៅទៀតផងអញ្ចឹងគឺពិតជាមិនល្អពិតជាមិនល្អឡើយចឹងមានអំពើកម្មខ្លះដែលប្រព្រឹត្តទៅដូចជាបាបកម្មអីផ្សេងណាអាហ្នឹងព្រះដែលមានពភាព្រះអង្គទ្រង់ត្រាស់សម្ដែងថាដេកលក់ប្រសើរជាងពីព្រោះក្នុងពេលដែលសឹងលក់សម្រានលក់ហ្នឹងវាប្រព្រឹត្តទៅដោយប្រវាំងទៅចិត្តទៅសំបីយល់សពក៏វាអត់ប្រព្រឹត្តទៅជាបាបកម្មពីវេរាអីយល់សពទៅធ្វើបាបអីក៏ដោយណាអាហ្នឹងអញ្ចឹងហើយបើថានៅក្នុងប្រវាំងតាមការដែលសឹងលក់សម្រានលក់ក្នុងព្រះអភិធម្ម
អានឹងវាអត់មានជាវណ្ណកិច្ចអីប្រព្រឹត្តទៅជាបាបជាអកុសលទេព្រោះក្នុងព្រវាំងហ្នឹងវាជាវិបាកអានឹងបានព្រះអង្គសម្ដែងថាវាប្រសើរជាងហ្នឹងប្រសើរជាងមិនមែនចង់ក្នុងន័យដែលព្រះអង្គសរសើរអាការដេកលក់នឹងទេព្រះអង្គមិនសរសើរការសឹងលក់សម្រានលក់ហ្នឹងទេព្រោះគ្រាន់តែថាបើប្រៀបទៅជាមួយនឹងការធ្វើបាបដេកលក់ប្រសើរជាងព្រោះវាអត់មានការសន្សំបាបណាប៉ុន្តែអាការដែលសឹងលក់សម្រានលក់នេះតែមិនជាសេចក្តីចម្រើនក្នុងអរិយវិន័យទេសេចក្តីចម្រើនក្នុងអរិយវិន័យនេះគឺការគ្រប់គ្រងទ្វាក្នុងឥន្ទ្រីការគ្រប់គ្រងឥន្ទ្រីតាមទ្វាទាំង6ហ្នឹងការប្រព្រឹត្តទៅដោយសិលសមាធិបញ្ញាការអប់រំចម្រើនអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងបានឈ្មោះថាជាសេចក្តីចម្រើនហើយក៏ជាការភ្ញាក់ក្នុងអរិយវិន័យបើនិយាយភ្ញាក់ក្នុងប្រសូតចឹងគឺវាផ្ទុយពីការដេកលក់ក្នុងប្រសូតក្នុងប្រសូតអាការដេកលក់ហ្នឹងគឺសំដៅយកនិវរណៈធម៌ចឹងណានិវរណៈធម៌ហ្នឹងគឺជាគំនូរនៃអកុសលណាអកុសលរាសៈឃើញណារាសីហ្នឹងគឺប្រែថាជាគំនូរអកុសលរាសៈហ្នឹងគឺជាគំនូរនៃអកុសលគឺនិវរណៈធម៌សំតពូនហ្នឹងអាហ្នឹងឈ្មោះថាជាការដេកលក់បើដេកលក់ហ្នឹងលក់ក្នុងព្រះសូត្រយើងនៅរស់ទៅណាមកណាអីធម្មតាហ្នឹងបើវាចម្រើនទៅដោយកាមឆន្ទៈព្យាបាទៈថៃនមិទ្ធៈឧត្តចៈគុកចៈវិជេកិច្ឆាហ្នឹងអាហ្នឹងព្រះអង្គសម្ដែងថាដេកលក់ហើយណាគង់ឲ្យសបាយរីករាយក្នុងកាមគុណកំពុងខឹងក្រោតមួម៉ៅក្តៅក្រហាយហ្នឹងព្រះអង្គសម្ដែងថាអាហ្នឹងដេកលក់ណាអញ្ចឹងវាផ្ទុយពីភ្ញាក់ក្នុងប្រសូតហ្នឹងគឺការចម្រើនទៅដោយឥន្ទ្រីទាំង5សទ្ធិន្ទ្រីវិរិយន្ទ្រីសតិន្ទ្រីសមាធិន្ទ្រីបញ្ញន្ទ្រីជាការអប់រំចម្រើននៅសតិប្បដ្ឋានចឹងណាហ្នឹងជាការភ្ញាក់ហ្នឹងវាមានដេកលក់មានភ្ញាក់ក្នុងវិន័យផ្សេងណាក្នុងព្រះវិន័យគឺយល់សពឃើញប្រព្រឹត្តយ៉ាងណាប៉ុន្តែអត់មានអាបត្តិអីក្នុងការយល់សពនឹងទេណាដែលប្រព្រឹត្តទៅក្នុងការសឹងលក់ហ្នឹងឃើញប្រព្រឹត្តធ្វើអំពើអ្វីក្នុងពេលសឹងលក់ហ្នឹងគឺជាការយល់សពហ្នឹងលក់ក្នុងព្រះវិន័យណាហើយបើលក់ក្នុងព្រះអភិធម្មគឺជាការប្រព្រឹត្តទៅដោយភវង្គចិត្តអាហ្នឹងគឺយកបរមត្តនឹងមកព្រះអភិធម្មណាអត់មានវិថីចិត្តកើតឡើងទេនឹងសឹងលក់សម្រានលក់ភវង្គតគ្នាហៅថាភវង្គៈសន្តតិហ្នឹងច្រើនទៅណា1ម៉ោង2ម៉ោងអីចឹងទៅណាទំបីតែយល់សពក៏អត់មានដែរណាអាហ្នឹងគឺជាការលួងលក់ក្នុងព្រះអភិធម្មអញ្ចឹងដាក់ទៅវាំងហ្នឹងប៉ុន្តែទាំងហើយនៅក្នុងជីវិតដែលមានសារៈនេះគ្រាន់តែជាការរំលឹកក្នុងពេលដែលយើងមានការដូចថារំជួលចិត្តណាគឺក្រឹកក្រែងគឺទូទាំងប្រទេសក៏ដូចជាក្នុងពិភពលោកដែលមានសាររំលែកទុកអីទៅចំពោះរឿងអ្នកស្លាប់ដងស្រុកនេះម្ដងស្រុកនោះណាពុទ្ធហេតុធម្មជាតិឧបតវៈហេតុអីផ្សេងហ្នឹងយើងសរុបមកគឺថាពិភពលោកហ្នឹងវាមានអញ្ចឹងមានអញ្ចឹងបើយើងគិតអំពីរឿងសេចក្តីស្លាប់ជាទូទៅណាមនុស្សយើងទាំងអស់គ្នាហ្នឹងរាប់ចាប់តាំងពីទារកដែលទៅកើតក្នុងថ្ងៃហ្នឹងយើងនិយាយថាវាក្រៃលែងទៅចុះ100ឆ្នាំទៀតងាប់ទៅទាំងអស់គ្នាហ្នឹងណាមិននិយាយតែចាស់ឯងនិយាយ
ចាប់ពីទីរក់ដែលទឹកទៅកើតពីថ្ងៃនឹងអីចឹងទៅក៏ដែរក៏នៅយើងនិយាយត្រឹម100ទៅចុះវាមិនងាយបាន100ទេហើយមើល100ឆ្នាំទៀតងាប់ទាំងអស់មកលើផែនដីហ្នឹងរាប់ពាន់លានអ្នកក៏នៅសម្បើមមែនទេណាចឹងណាអាហ្នឹងហើយតាមពិតវាមិនដល់100ឆ្នាំផងទេហើយបើយើងកុំនិយាយពីមានអ្នកកើតបន្តមកទៀតហ្នឹងផែនដីហ្នឹងលីងរត់តែមនុស្សម្នាក់គ្មានផងមិនដឹងជាថាស្អីបោះណានាស្អីបោះណានាទេទៅមើលទេវឧបមាទេវតាចុះមករស់មនុស្សម្នាក់អត់មានទេ100ឆ្នាំទៀតណារលីងលើផែនដីហ្នឹងប៉ុន្តែដោយសារតែយើងចិត្តតែគិត100ឆ្នាំទៀត200ឆ្នាំទៀតនឹងវាចេះហាក់ដូចជាយើងបាននៅរស់ដល់នឹងអញ្ចឹងវាតាមពិតកូនចៅអីចឹងទៅទេតទៅទៀតទេបើកុំតែកូនចៅនឹងកើតមកផែនដីនឹងរលីងស្អាតអាហ្នឹងយើងគិតមើលចឹងផងទៅបានថាលោកនេះអត់មែនជារបស់អ្នកណាទេចឹងលោកនេះវានៅរាប់ពាន់លានឆ្នាំមកនៅតែអញ្ចឹងគ្មានដដាមកយកអីជារបស់ខ្លួនឯងបានដែរណាដំណើរជីវិតហ្នឹងវាអញ្ចឹងឯងដូច្នេះឥឡូវនេះនិយាយពីក្នុងថ្ងៃនេះណាសេចក្តីសុខដែលជាប្រធានបទផ្ដើមពីដំបូងមកហ្នឹងតិចមកឥឡូវបានសមាធិល្អហើយកំពុងតែសំដែងហ្នឹងគឺជាសមាធិដែលថាសេចក្តីនៃពធហ្នឹងតេតងទៅនឹងគុណចាស់ញាតិញោមទាំងណាដែលមានបតីមានអធិស្រ័យសន្តោសប្រកបនៃដើម្បីដែលបានជាសមាធិក្នុងការស្ដាប់ក្នុងការសម្ដែងហ្នឹងអញ្ចឹងពេលវេលាក៏មិនជាច្រើនអីទៀតណាអញ្ចឹងគឺយើងមានសមាធិប្រហែលជា15នាទីអីទៀតអញ្ចឹងណាឲ្យបានល្អជាបុណ្យកុសលផងចម្រើនបញ្ញាផងទៅណានៅក្នុងរឿងនេះខ្ញុំបាទចង់បញ្ជាក់ឲ្យឃើញថាការដែលយើងរស់នៅរឹងរឹតតែមានជីវិតជាខ្លឹមសារទៅហ្នឹងគឺតលតែចម្រើនបញ្ញាយើងកុំសង្ឃឹមការបាននៅរបស់ឲ្យជាទីពេញចិត្តណាកុំសង្ឃឹមសេចក្តីសុខពីការបានរបស់ជាទីពេញចិត្តតែហ្នឹងក៏តែចង់រំលឹកអញ្ចឹងណាញាតិញោមទៅណាបើយើងសង្ឃឹមការបានរបស់ជាទីពេញចិត្តណាយើងមិនអាចគ្រប់គ្រងសេចក្តីសុខដោយខ្លួនឯងបានទេគ្រប់គ្រងសេចក្តីសុខដោយខ្លួនឯងមិនទៅគូព្រោះធัวជាអនត្តាអនត្តាគឺអនត្តានឹងឯងចឹងប៉ុន្តែក្នុងវគ្គខ្លះឃ្លាខ្លះសេចក្តីខ្លះគឺនិយាយជាប់ទៅដោយបញ្ញត្តិអញ្ចឹងដែលថាគ្រប់គ្រងសេចក្តីសុខដោយខ្លួនឯងហ្នឹងគឺយើងមិនពឹងសេចក្តីសុខទៅជាមួយនឹងរបស់ខាងក្រៅរបស់ក្នុងលោកក៏ប៉ុន្តែគ្រប់គ្រងសេចក្តីសុខដោយសតិសម្បជញ្ញៈរបស់ខ្លួនអាហ្នឹងដែលថាគ្រប់គ្រងសេចក្តីសុខដោយខ្លួនឯងអាហ្នឹងគឺវាតេតួងទៅនឹងវោហាអញ្ចឹងហើយយើងស្ដាប់បានចឹងណាបើយើងពឹងសេចក្តីសុខពីរបស់ខាងក្រៅគឺបានន័យថាយើងវាស្ថិតនៅក្នុងសេចក្តីសង្ឃឹមស្ថិតនៅក្នុងសេចក្តីប្រាថ្នានេះវាស្ថិតនៅក្នុងដូចជាថាការអង្វរកបន់ស្រន់បួងសួងសូមសពគ្រប់ទាំងអស់គឺថាផ្ញើជីវិតជីវ៉ាជាមួយគ្នានឹងលោកនេះសូមឲ្យលោកនេះផ្ដល់ប្រគល់នៅសេចក្តីសុខឲ្យយើងវាដូចជាអញ្ចឹងណាចឹងណាប៉ុន្តែដែលយើងចូលមកនៅក្នុងពុទ្ធសាសនានេះគឺយើងអាចគ្រប់គ្រងសេចក្តីសុខដោយខ្លួនឯងបានពោលគឺការអប់រំចិត្តនឹងឯងទោះជារបស់ខាងក្រៅនឹងយ៉ាងណាក៏ដោយជារឿងរ៉ាវបុគ្គលរឿងរ៉ាវធម្មជាតិរឿងរ៉ាវនៃលោកនេះរឿងរ៉ាវនៃជីវិតនេះយ៉ាងម៉េចក៏អាចអប់រំចិត្តឲ្យស្ថិតនៅជាសុខបាននៅត្រង់ដែលថាកំណត់ដឹងការពិតនៅក្នុងរឿងហ្នឹងហើយអត់ចាំបាច់ត្រូវការរឿងដតីឬក៏របស់ដតីសភាវៈដតីអាហ្នឹងដែលជាការអប់រំចិត្តបានឈ្មោះតែគ្រប់គ្រងសេចក្តីសុខដោយខ្លួនឯងបាន